កុំវាយគ្នានៅលើទូកុំដល់ម៉ោងគ្នារុញគ្នាតម្លាក់ទឹកព្រោះនៅសល់ស្បៀងតិចត្រូវខិតខំរកស្បៀងបន្ថែមទៀតដើម្បីរស់ឲ្យបានច្រើនទាំងអស់គ្នានេះគឺជាអ្វីដែលជាកិច្ចការសំខាន់ចឹងរដ្ឋាភិបាលនៅជាមួយបងប្អូនរដ្ឋាភិបាលគិតគូរពីផលប្រយោជន៍ប្រជាពលរដ្ឋរដ្ឋាភិបាលគិតគូរពីការការពារទឹកដីការពារអធិបតេយ្យភាពនិងឯករាជ្យភាពរបស់កម្ពុជាសូមបងប្អូនជឿចិត្តចុះបាទហើយនេះគឺជាអ្វីដែលយើងបានធ្វើហើយយើងនឹងបន្តធ្វើមិនត្រឹមតែនៅលើกระดาษនៅក្នុងសេចក្តីថ្លែងការណ៍រួមដែលយើងបញ្ជាក់អំពីការការពារទេប៉ុន្តែសកម្មភាពដែលខ្ញុំរៀបរាប់បន្តិចមិញនេះនៅក្នុងពីនេះទៅដល់ 3-4 ខែទៀតគឺខ្ញុំនឹងត្រូវបដិកលាការសម្ពោធនិងការតាក់ទាញទាំងផ្លូវរដ្ឋទាំងផ្លូវឯកជនជាមួយគ្រប់បណ្ដាប្រទេសទាំងអស់មិនថាតែចិននោះទេទាំងជប៉ុនទាំងអឺរ៉ុបទាំងបណ្ដាប្រទេសផ្សេងៗទាំងអស់នៅក្នុងតំបន់ទាំងលើពិភពលោកយើងនឹងបន្តធ្វើដើម្បីរុញនាវាកម្ពុជារបស់យើងឲ្យលេចដដែលទៅលើឆាកអន្តរជាតិនិងឆាកតំបន់និងទាញផលប្រយោជន៍ការវិនិយោគបន្ថែមជូនប្រជាពលរដ្ឋរបស់យើងយកទាំងសាច់គោយកទាំងស្ពៃយកទាំងផ្លែឈើយកទាំងត្រីយកទាំងបកាយកទាំងមាន់យកទាំងអស់អ្វីក៏ដោយដែលផលប្រយោជន៍សុខភាពសម្រាប់ប្រជាពលរដ្ឋយើងយកទាំងអស់